អ្នកនៅកំពង់សោមមានមកអាំងអ្នកនៅពេញក៏មានមកអាំងដែរបងដាក់ខ្ញុំ10ឆ្កាក់មកមកចុងសប្តាហ៍តនីពីការងារអត់ដឹងទៅណាមក Walk Street ដើរលេងក៏ដូចជារកអីញ៉ាំជាមួយនឹងខ្ញុំទាំងអស់គ្នាអញ្ចឹងមកដល់ដំបូងភ្លាមខ្ញុំក៏បានហៅជាមួយនឹងនំបញ្ចុកចំនួន2ចានហើយនំបញ្ចុកនេះផងដែរអត់អូតបញ្ចុកក៏យើងអាចញ៉ាំបានដែរដែលខ្ញុំបានហៅជាមួយនឹងសម្លប្រហើរដែលមានតម្លៃ 5000 រៀលនិងសម្លការីមួយចានដែលមានតម្លៃ 6000 រៀលអ្នកគ្នាបាទខុសទៅគ្នា 1000 រៀលអញ្ចឹងបន្ទាប់ពីអ្នកលក់គាត់ដាក់មកហើយខ្ញុំអត់ចាំយូរទេអ្នកគ្នាបាទគាត់បានធ្វើការញ៉ាំយូរតែម្ដងអស់ឥឡូវ2ចានដាច់ផឹងបាទអ្នកគ្នាបាទហើយរសជាតិរបស់គេវិញគឺថាឆ្ងាញ់ខ្លាំងមែនតើខ្ញុំរ៉េតឲ្យ9 លើ 10 បាទហើយនៅ Walk Street នោះផងដែរគឺថាសម្បូរទៅដោយរបស់ញ៉ាំតែម្ដងណាគ្នាបាទខ្ញុំដាក់នំបញ្ចុក2ចាននៅស្ទើបាទក៏បានតែថែមជាមួយនឹងប្រហិតក៏ដូចជាមានមឹកអាំងមកអីទៀតបាទអ្នកនៅកំពង់សោមមានមឹកអាំងអ្នកនៅពេញក៏មានមឹកអាំងដែរបងដាក់ខ្ញុំ10ឆ្កាក់មកអញ្ចឹងដូចខ្ញុំនិយាយក្នុងវីដេអូអញ្ចឹងបាទមិនចាំបាច់ទៅដល់កំពង់សោមទេបើយើងឃ្លានមឹកអាំងបាទថ្ងៃសៅរ៍អាទិត្យតនេបាទមកទៅតាម Walk Street ហ្នឹងក៏មានដែរហើយមួយចកាក់ត្រឹមតែ 2000 រៀលតែប៉ុណ្ណោះអ្នកគ្នាបាទហើយអាចមើលបានអ្នកគ្នាបាទគឺថាតំណងខ្លាំងមែនទែនអូមួយទៀតនៅពេលដែលអ្នកនរគ្នាមក Walk Street កុំរំលងឲ្យសោះជាមួយនឹងស៊ុបក្តាមពេលរាត្រីដែលថាតម្លៃរបស់គេហ្នឹងមួយចានត្រឹមតែ 5000 រៀលតែប៉ុណ្ណោះហើយចំណែករសជាតិគឺថាឆ្ងាញ់មែនទែនហើយបើនិយាយពីរបស់ញ៉ាំក៏ដូចជារបស់លេងដែលគេលក់នៅទីតាំងមួយហ្នឹងគឺថាច្រើនមែនទែនអ្នកគ្នាបាទខ្ញុំថតអត់អស់ទេបើមានដូចជាបាទផ្អែមអីហ្នឹងគឺខ្ញុំបានសាអស់អ្នកគ្នាបាទហើយមានដូចជាចង្រិតលេងចង្រិតអីហ្នឹងគឺថាបាទច្រើនមុខខ្លាំងមែនតើហើយខ្ញុំជាមួយនឹងធីមការងារបន្ទាប់ពីធ្វើការទិញម្ហូបហើយក៏បានឡើងទៅជិះទូកដើម្បីធ្វើការញ៉ាំនៅលើទូកហ្នឹងរីឡិចតែម្ដងបាទអញ្ចឹងនេះអ្នកគ្នាបាទអាចមើលជាមួយនឹងកាមេរ៉ាមែនមកគាត់ថាអូយបាទសុំមកចកាក់មកបាទថតយូររៀងហេវបាទគាត់ក៏បានធ្វើកាត់ដាក់មួយម៉ាត់ជាតិខ្លាំងមែនតើបាទអង្គុយនៅលើទូកបាទនេះអញ្ចឹងសម្រាប់អ្នកដែលកំពុងតែទស្សនាហ្នឹងបើសិនជាចុងសប្តាហ៍ fresh អត់ដឹងទៅណាបាទអាចមករីឡិចក៏ដូចជាឈៀលបាននៅ Walk Street បាទជិះទូកបាទតម្លៃគឺត្រឹមតែ 5000 រៀលតែប៉ុណ្ណោះក្នុងម្នាក់បាទហើយចំណែកឯការជិះហ្នឹងក៏រៀងយូរដែរយើងចេញពី Walk Street មកគឺយើងកន្លងមកដល់កោះនារីហើយយើងបកទៅវិញបាទកន្លះម៉ោងជាងអីដែរអញ្ចឹងបន្ទាប់ពីខ្ញុំចុះពីលើទូកមកម៉ោងប្រហែល7:11ហើយមនុស្សគឺថានៅតែច្រើនដដែលអ្នកគ្នាបាទហើយមួយទៀតនៅទីតាំងមួយហ្នឹងក៏មានជាមួយនឹងអមធាក់ស៊ីក្លូផងដែរអញ្ចឹងបើយើងចង់ជិះអីក៏អាចជិះបានដែរអូខេអ្នកគ្នាអញ្ចឹងវីដេអូយើងនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកគ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតមកដល់ចប់កុំភ្លេចចុច like ក៏ដូចជា share ហើយ follow page របស់ page ថាហោម្នាក់មួយផងដើម្បីទទួលបាន content បែបនេះជាបន្តទៀតអរគុណច្រើនអ្នកគ្នាបាយបាយថាហោរួមគ្នាផ្សព្វផ្សាយរឿងល្អៗពីប្រទេសកម្ពុជា